train to Barking. The next station is Euston Square. ពេលទៅដល់ London រឿងមួយដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺជិះធូបបើអត់បាន experience ជិះធូបហើយវិញពេញហ្នឹងទេអត់ trip របស់អ្នកទាំងអស់គ្នាទីខ្វះអីមួយចឹងនេះនិយាយចេញពីបទពិសោធន៍របស់ខ្ញុំផ្ទាល់ហ្មងណា And welcome back everyone to my UK vlog with Springboard សម្រាប់អ្នកដែលអត់ធ្លាប់ឮពីធូបពីមុនមកទេធូបហ្នឹងវាដូចជារថភ្លើងចឹងតែវារត់ទៅនៅក្នុង London ទេហើយនៅពេលដែលអ្នកទាំងអស់គ្នាឃើញផ្លាកសញ្ញា underground នេះហ្នឹងហើយធូបហើយឯងបានជាខ្ញុំនិយាយថាវិញអត់នេះអ្នកទាំងអស់គ្នាមើលតាម map ទៅដល់ថ្ងៃឡើងខ្វាត់ខ្វាយពេញហ្នឹងហ្មងហ្នឹងស្អីខ្លះហេសូម្បីតែពួកខ្ញុំជិះច្រើនដងក៏នៅតែវិញដែរពីបទពិសោធន៍ខ្ញុំផ្ទាល់ហើយ tip ពីខ្ញុំទៅដើម្បីឲ្យអ្នកទាំងអស់គ្នាអាច navigate បានងាយស្រួលអត់វែងហើយដឹងថាជិះឡានមួយណាខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាមាន app ពីរនេះ Google Map និង City Mapper ពីបទពិសោធន៍ខ្ញុំផ្ទាល់ហ្មងCity Mapper is the best paper នៅ London មិនថាអ្នកទាំងអស់គ្នាប្រើសម្រាប់ធូបនឹងឬមួយក៏ពេលជិះ bus អីទេគឺ app ហ្នឹងគឺវាធ្វើឲ្យការធ្វើដំណើររបស់យើងគឺវាងាយស្រួលហ្មងងាយស្រួលមើលងាយស្រួលយល់មែនតើគឺវាប្រាប់យើងថាយើងត្រូវទៅឈប់ចាំនៅ stop ណាយើងត្រូវឈប់នៅកន្លែងណាយើងត្រូវ move ទៅជិះ line ណាអីចឹងដោយសារតែ line របស់ធូបហ្នឹងគឺវាមានពណ៌ខុសៗគ្នាឧទាហរណ៍ថាអ្នកនរគ្នាចាប់ផ្ដើមជិះ Piccadilly line ពណ៌ខៀវចឹងទៅដល់ពេលដល់ចំណុចមួយវាឲ្យអ្នកនរគ្នាឈប់ហើយវាថាឲ្យអ្នកទាំងអស់គ្នាដូរទៅជិះ line មួយទៀត for example district line ចឹងវាដូរទៅពណ៌បៃតងវិញចឹងណាចឹងធ្វើឲ្យការ navigate របស់យើងគឺងាយស្រួលមែនតើហើយវានឹងជួយឲ្យអ្នកទាំងអស់គ្នាអត់សូវវែងទេបើតើតើជាមួយនឹងការ pay វិញគឺស្រួលមែនតើអ្នកនរគ្នាអាចតាម pay តាម Visa card ក៏បានឬមួយក៏ Oyster card ក៏បានដែរការខ្ញុំទៅហ្នឹងគឺខ្ញុំប្រើ Oyster card ពេលប្រើអស់ top up លុយនៅក្នុង Oyster card ចឹងណាហើយគ្រាន់តែទៅដល់កន្លែងដែលយើង like អីគេត្រូវ tap card ហ្នឹងដើម្បីចូលទៅហ្នឹងគឺគ្រាន់តែ tap ទៅតែប៉ុណ្្នឹងទៅហើយយើង tap ចូលម្ដងហើយ tap ចេញម្ដងទៅគឺវាកាត់លុយទៅតាមហ្នឹងហើយអ្នកនរគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងហើយសម្រាប់អ្នកដែលធ្លាប់ជិះធូបពីមុនមកចាំជួយ comment ប្រាប់ពីបទពិសោធន៍របស់អ្នកទាំងអស់គ្នាផងថាជួបអីគេខ្លះវាមិនដែរអញ្ចឹងណាហើយបើថាមានជា tips ឬក៏ trick អីចាំជួយចែករំលែកនៅក្នុង comment ផងណាអ្នកទាំងអស់គ្នា